បងប្អូនស្ដាប់ច្រើនដងនិយាយច្រើនដងដូចខ្ញុំនេះនិយាយមួយថ្ងៃច្រើនដងនិយាយដដែលគិតដដែលវាពង្រីកការគិតនៅក្នុងរឿងហ្នឹងតែបើសិនជាបងប្អូនអត់តន់យល់ស្ដាប់មិនយល់តើជួបយើងមកជួបយើងអាចមកជួបនៅ office បាទនៅបាត់ដំបងទីទៀតនៅភ្នំពេញនៅកពតនៅពោធិ៍សាត់ទីទៀតវាជួបនៅតាមកន្លែងមួយហើយតែជួបហើយបងប្អូននៅជួយញ៉ាំកាហ្វេញ៉ាំអីចឹងទៅណាវាទៅបែបហ្នឹងអញ្ចឹងនៅបាត់ដំបងទីទៀតក៏ដូចគ្នាដែរបងប្អូនមកបងប្អូនត្រូវញ៉ាំកាហ្វេញ៉ាំអីចង់បង់លុយញ៉ាំទៅគេមានការចាយលុយមកចាយលុយទៅទិញយកឆុងផឹកខ្លួនឯងទៅអាហ្នឹងអញ្ចឹងមានកាហ្វេផ្សេងៗឥឡូវនេះកាហ្វេឆុងទឹកក្តៅសិនទៅឆុងខ្លួនឯងយើងលក់តែកាហ្វេបែបហ្នឹងយើងនឹងរកកាហ្វេឆ្ងាញ់ទៅដាក់ហ្នឹងអីតែគិតលុយបាទគិតលុយទាំងអស់បើគិតលុយវាបានចំណូលមកចាយទៅវិញខ្លះហើយយើងទៅខាងក្រៅយើងចាយលុយខាងក្រៅនៅកន្លែងយើងគឺយើងគួរតែចាយរៀនធ្វើ business ចាំងពីអញ្ចឹងឡើងទៅហើយនៅបៃលិនក៏នឹងមានបាទនៅបៃលិននៅសំឡូតទីបញ្ជ័យសៀមរាបទីទៀតវាកើតគ្រប់តែខេត្តខ្ញុំមានការតំណាក់តំណងកំពុងធ្វើការជាមួយនឹងកូនសិស្សសមាជិកកូនសិស្សដែលយើងធ្លាប់បរៀនមកច្រើនប៉ុន្តែយើងមិនអាចទៅនិយាយច្រើនក្នុងពេលតែមួយបានទេតើបងប្អូនបងប្អូន10 20នាក់ហ្នឹងឲ្យចេះឲ្យយល់80នាក់តបប្រយុទ្ធទាំង80នាក់នឹងយល់ឲ្យអ្នកទាំង80នាក់នេះគាត់ទៅពង្រីក8នាក់ដឹកនាំ80នាក់ប្រយុទ្ធអ្នកដឹកនាំខាងលើហ្នឹង3 4នាក់សិតតែសហគ្រិនធំហ្នឹងគាត់ចូលរួមម្ចាស់រោងចក្រផ្សេងហ្នឹងគាត់ចូលរួមខាងលើជាមួយខ្ញុំអញ្ចឹងនៅក្នុង80នាក់ហ្នឹងអ្នកណាខ្លះគាត់ជាសមាជិកចាស់យើងគាត់ចាប់អារម្មណ៍គាត់មករៀបចំឡើងវិញនេះមករៀបចំថ្មីឡើងវិញទាំងអស់ហើយក្រៅពីហ្នឹងគឺនៅតាមខេត្តផ្សេងច្រើនណាកាលណាគេដឹងឱកាសបើគេដឹងឱកាសគេចាប់យកតែគេវាមិនទាន់ដឹងអញ្ចឹងមិនទាន់ដឹងប្រែមកថាយើងវាមិនទាន់បើកផ្លូវបើកទំព័រនៃការផ្សព្វផ្សាយរបស់យើងជាសាធារណៈនៅឡើយឯងយើងកំពុងតែត្រៀមឲ្យត្រៀមទៀតឃ្លាឲ្យឃ្លាទៀតតែការត្រៀមនេះមិនមែនត្រៀមនៅស្ងៀមទេចង្វាក់ផលិតកម្មទៅហើយយើងចេញលក់យើងមានរោងចក្រជីរបស់យើងហើយអត់មានអីបារម្ភទៀតទេលុយចាក់នៃអង្គយើងរៀបចំចងក្រងសហគមន៍យើងទៅយើងចាប់ដល់ប្រកាសឆ្នាំក្រោយយើងមានអង្គលក់ប្រកាសថ្ងៃហ្នឹងលក់អង្គយើងថ្ងៃហ្នឹងព្រាមប្រកាសមុនហើយចាំឆ្នាំក្រោយយើងលក់ដូចពូជស្រូវអីចឹងខ្ញុំព្យាយាមប្រកាសទៅរាល់ថ្ងៃឆ្នាំក្រោយយើងលក់ដូចពូជរបស់ម៉ាឡេពូជ303ហើយនឹង337ហើយមាន303និង337ថា337នេះអាហ្នឹងយើងអត់តាន់បានតំណែងពូជមកដល់ទេហើយជាយូរតែ303យើងមានហើយយើងមានពូជ303ហើយអញ្ចឹង303ហ្នឹងវាអាចចាប់ដើមផលិតបានណាអញ្ចឹងយើងត្រៀមដីផលិតឆ្នាំក្រោយយើងមានពូជលក់ទី2ពូជក្នុងស្រុករៀបចំសហគមន៍យើងឲ្យបានត្រូវទៅយើងនឹងផលិតពូជក្នុងស្រុកយើងពូជអីពូជរំដួលអង្គណាបានថ្លៃយើងផលិតហ្នឹងអង្គណាដែលយើងត្រូវការហូបអង្គរំដួលកបលីកសែនក្អូបហើយយើងអីចឹងការខ្ញីអីទាំងអស់ហ្នឹងដែលផលិតទៅផលិតអង្គរាល់ថ្ងៃបងប្អូនយើងផលិតស្រូវដើម្បីលក់ស្រូវអូអឹមអីចឹងទៅខ្លាចគេមិនទិញផលិតអូអឹមគេទិញឥឡូវយើងផលិតស្រូវណាដែលមានគុណភាពអង្គល្អផលិតបានមកយើងកិនជាអង្គយើងធ្វើអង្គលក់យើងនឹង design អង្គ model brand អង្គយើងទៅតាមសហគមន៍យើងចឹងកិនធ្វើស្រូវបានមកយើងកិនជាអង្គលក់ជាអង្គវិញលក់ជាអង្គយើងលក់ចូលទៅក្នុង system របស់យើងតែម្ដងចឹង product ក្នុង system របស់យើងគឺផលិតផលរបស់សហគមន៍ហើយកន្លងមកយើងទៅយកផលិតផលពីស្រុកគេមកលក់ឥឡូវផលិតផលក្នុងសហគមន៍យើងហ្នឹងឯងអង្គអីទៀតដែលផលិតបាននៅក្នុងសហគមន៍យើងបានដែលបងប្អូនផលិតបានយើងយកមកធ្វើវាទៅធ្វើជាថៃងៀតថៃឆ្អើធ្វើជាប្រអកធ្វើជាគ្រឿងកំប៉ុងអីផ្សេង
xiềng thịt phèo ô to đấy nó vì là bạn chân chân anh nắng vô mà một là thôi ngắn luôn đây mà bác ca mới đâu xa lạc khi nơi đâu phải nhú xây cái miệng này cái thứ xe lụa mà và lại lò vào câu ngào chúa ai và họng chém một tiệt thầy của ma cái thứ sẽ đặt lụa em đó bây giờ là dương thôi bán ngắn khoa thế này trong lụa gặp lụa ngắn cho chất với khai chia mỗi khi mà dầu to các bạn nhưng đặc ảo các bạn chân dương lại từ chị xì và cầm tranh bị xa và dưới chi xa là bó xã cung dường xa là bó bọn ôn dường thì đánh vô mà chạy cái này chạy bay chạy phiệt liệp này chạy nắng là cái nào xây vào việc kịch ca nghe ní việc thông hỏi vì miền xã sầm khăn đò xã cung đò bọn ôn chưa bọt khai tụ tăng bật tê và dương rùm cùng đất kia thưa xa mà kỳ kia thưa việc cao bởi giàu đò chưa bọt dương và rùa nơi miền tì pâng miền chùm nô miền ca nghe miền pê về lia nơi chụp chung cua xa năng hỏi việc miền bộ phục chùm nô rừng móm ai đọc sai rồi và nhà hai chỉ vật bóng ôn bàn trả nè tỏ tập chỉ diêm đập đòi cả kích được dừng vô bị cô non là bọc trong ngày nay trong nâng bằng hai nhà bị academy bằng to chân sầm lấy ní viên ơi chia bằng to bằng top để ai về khắc miền về tầm nê nâng đập là nguyên chẳng xong quen và trong cắt chỉ cần nát clay và mùi tiết dương nâng truyền ra thọt chỉ clip và chia rụp hiệp chia sự cảm một hiệp tới phóng và tọa máu dương nâng miền chỉ story và vẽ pon cho mùi nâng project chẳng có mùi nâng là bây ở bóng ôn nghề xuân cả dùl của dương srop và mai và mô bút đông màu tiền chỉ vật dương mơ khơi bọc hốc để nó mọi miền đầm nọ sái chun rồi bóng ôn dương tụ tiền vật tế bán cứ việc băng ta lơ cả ta chỉ trơn ta dương ru màu và mùi chùm nốt ní chỉ hàng đào sân và tỏ mau dương nâng đi cam nâng to tới tiết cái càng nghe nơi sân cung chỉ miền trơn đã bày chui đỏ bóng ôn dương nơi sơ mô phùm kroi vì miền sơ mô phùm trơn sơ mô phùm nông ca bởi dột to tăng và hình thái được trong lúc dương bàn tam đàn hỏi thà và chỉ chôn dương miền plot cầm nứt tùm nô chỉ mùi thầy đứng trơn năm mà hơi tiếng ọt ca nghe thơ có thơ ca mà con nơi thơ ca nghe rô ca nghe thơ nơi bởi thầy thầy và là Paul có thầy cái thà quặp ở thua ấy nâng không ai dương đi khẳng đàm tại đó cái vô từ hờ đó về lịch lô chiến có dương copy bị kê mà quên có dương kịch thà bỏ kê dân từ lặng khi ông muốn họ nội playing phân biệt chẳng vì chỉ playing phân biệt cứ playing đàm mà bỏ không ai dương đó là về dù đó là hai play sim mấy chẳng đó ná vì mình play sim thế cứ playing phân biệt và lặng đôi chia chút bây ni chút ấy chẳng cứ bỏ không ai dương tại kê bằng hai chùm nưa cảประเด็นบัตรไอ้เซ็งนั่นคือวิจิตรบ่dương và đại kê pra chiên kê bằng hai chiên tới dương bay trên mía rộng tha bọc kê chẳng tự là hô là dương vùng quên và là hô là dương khơi thà chôn triệt hay vùng quên vùng quạt xa vùng quên vùng quạt xa nhom nè che phía xa thấy tam đàn tới về vùng quên chẳng hay không ai dương cứ chỉ tật đầy mùi đo thùng là vơi nơi giờ mày mà hai là cố để chỉ dương để đi đi dương đã thật cruza mà hai là cô đấng rồi xa nhom về miền Chetana miền ròm mùi đau từ lơ mờ đọ bỏ dương thằng bị bồ ran màu rọp pon chnam mà hỏi cứ chia mà hai là cô rồi rung rương để đặc nòm đòiประมหากษัตริย์จำนวนมนต์นงเมียนปัญญา
ឆ្លាតវាងវៃមានបញ្ញាមានពងខ្ពស់ណាស់ដែលអាចរៀបចំអភិវឌ្ឍកសាងបន្សល់ទុកជាស្នាដៃបន្តទៅលើតែយើងសម័យទៅអតីតកាលខ្ញុំគិតថាមានមនុស្សពូកែច្រើនណាស់អញ្ចឹងយើងរំលឹកនឹកដល់វិញ្ញាណក្ខន្ធដួងពលិបុព្វបុរសដើម្បីគាស់រំលើងនៅបញ្ញាញាណទាំងនោះត្រឡប់មកវិញដល់កូនខ្មែរចំនួននេះដើម្បីរួបរวมកម្លាំងកសាងប្រទេសជាតិបន្តវេននៅការដឹកនាំប្រទេសជាតិគ្រប់គ្រងទឹកដីនេះនិងថែរក្សាទឹកដីនេះឲ្យបានគង់វង្សរុងរឿងស័ក្តិសមនឹងដែនដីអច្ឆរិយៈបង្ហាញខ្លួនទៅលើឆាកអន្តរជាតិបានឃើញថាយើងគឺជាប្រទេសដែលមានមរតកដែលមានប្រវត្តិសាស្ត្រដែលមានសាវតាបន្សល់ទុកមកតាំងពីបរមបុរាណមកដល់រុងរឿងមិនអាចកាត់ថ្លៃបានដូច្នេះអ្វីដែលយើងកំពុងតែលើកមកនៅនេះយើងកំពុងតែឆ្លុះបញ្ចាំងឲ្យឃើញពីកម្លាំងសាមគ្គីរួបរวมរៀបចំអភិវឌ្ឍកសាងបង្កើតវាឲ្យកើតឡើងដើម្បីគ្រប់គ្រងឲ្យបានទីពឹងខ្លួនឯងបានទីពឹងដល់បងប្អូនយើងបានណាទីពឹងខ្លួនឯងបានទីពឹងដល់គ្រួសារបានទីពឹងដល់បងប្អូននៅក្នុងស្រុកភូមិបានទីពឹងដល់ប្រទេសជាតិបាននឹងគឺជាមោទនភាពនៃជីវិតរបស់យើងដែលកើតមកនៅលើទឹកដីនេះដើម្បីបន្តវេនទៅចំនួនមួយទៀតដូច្នេះហើយនៅក្នុងនេះបងប្អូនខ្លះអាចថាស្ដាប់ចូលវាមិនទៅដល់ជីជម្រៅខ្ញុំតាំងចិត្តអ្វីដែលនិយាយទាំងយប់ទាំងថ្ងៃគឺដោយបេះដូងដោយឧត្តមគតិឆន្ទៈមនសិការដើម្បីបន្តវេនខ្ញុំជាចំណែកមួយជាកោសិកាមួយនៃជនជាតិនៅលើទឹកដីនេះដែលមានឈាមជ័របន្សល់ទុកពីបុព្វបុរសយើងមកគ្រប់ចំនួនមកដល់ចំនួននេះខ្ញុំមានមហិច្ឆតាធ្វើយ៉ាងណាដើម្បីចូលរួមចំណែកជាមួយសង្គមមួយនេះប្រទេសជាតិមួយនេះទឹកដីមួយនេះវប្បធម៌មួយនេះសាសនាមួយនេះឲ្យរឹងមាំដោយកត្តាជាច្រើនពិសេសទី1ឲ្យបងប្អូនមានធនធានមនុស្សធនធានចំណេះដឹងណាមានបញ្ញាញាណនេះគឺសំខាន់ណាស់នៅក្នុងត្រាំង6គម្រោងគឺមាន Academy ដែលខ្ញុំមានស្ថាប័នអប់រំមួយដ៏ពិសេសគឺវិជ្ជា coaching ដែលជាវិជ្ជាដ៏កំពូលដែលបានសិក្សាដកស្រង់ចេញពីព្រះពុទ្ធសាសនាមកនៅសហគមន៍អឺរ៉ុបគេយកទៅប្រើជោគជ័យក្នុងការដឹកនាំជោគជ័យក្នុងការទំនាក់ទំនងជោគជ័យក្នុងការរស់នៅដូច្នេះហើយយើងក៏ត្រៀមនឹងចែករំលែកនៅចំណេះដឹងល្អៗនេះដើម្បីឲ្យស័ក្តិសមជាជនជាតិមួយលើដែនដីហើយដែនដីអាទិទេពដែនដីនៃសាសនាដែនដីព្រះដែលមានប្រភពតាំងពីយូរលង់ណាស់មកហើយខ្មែរគឺជាប្រទេសដែលមានអរិយធម៌វប្បធម៌រស់នៅខ្ពង់ខ្ពស់បាទខ្ពង់ខ្ពស់ណាស់តែជាដែនដីសុវណ្ណភូមិមានអ្វីច្រើនណាស់ដែលជាទ្រព្យសម្បត្តិមរតកទឹកដីនេះដូច្នេះយើងមកត្រឡប់មកពិនិត្យមើលនៅមរតកដូនតាយើងដែលបន្សល់ទុកមកគឺទឹកដីនេះគឺអំណោយទានទឹកដីនេះគឺអស្ចារ្យហ្មងខ្ញុំនិយាយពីទឹកដីដ៏អស្ចារ្យនៅលើដែនដីយើងដែលពិភពលោកមិនមានគឺយើងមានណាដែលយើងធ្លាប់ឮសុភាសិតចិននិយាយថាទឹកហូរមិនត្រឡប់តែដែនដីខ្មែរគឺដែនដីដែលអស្ចារ្យអច្ឆរិយៈដោយទឹកហូរឲ្យត្រឡប់យើងមើលខែវស្សាទឹកហូរទៅណាខែប្រាំងទឹកហូរទៅណាវានឹកស្មានមិនដល់មានកន្លែងខ្លះគឺទឹកហូរគឺហូរដោយទឹកជ្រោះធ្លាក់ទៅលើភ្នំកាលហ្នឹងគេហៅទឹកហូរមិនត្រឡប់តែទឹកដែលហូរចូលទៅបឹងទន្លេសាបមានពេលដែលទឹកហូរចេញត្រឡប់មកវិញ
ហើយទាំងអស់នឹងហើយដែលធ្វើឲ្យដូនតាយើងសាងប្រាសាទនានាពិសេសគឺប្រាសាទអង្គរវត្តព័ទ្ធជុំវិញទៅដោយទឹកគឺគ្រឹះដែលទ្រអង្គរដុំថ្មរាប់លានតោនដោយទឹកអត់មានបុកបកគោលគ្រឹះទៅក្រោមឯគឺទឹកយកទឹកជាគូទឹកជាគ្រឹះជុំវិញអង្គរគឺទឹករក្សាលំនឹងទឹកនេះគឺភាពអស្ចារ្យនៃទឹកដីនេះគេហៅទឹកដីអច្ឆរិយៈតែតមកយើងចាប់ផ្ដើមប្រើប្រាស់ទឹកដីនេះមិនត្រឹមត្រូវធ្វើឲ្យដីនេះពោពេញទៅដោយគីមីពោពេញទៅដោយថ្នាំពុលលាក់បំផ្លិចបំផ្លាញនៅអ្វីដែលជាធម្មជាតិកំចាត់ស្មៅកំចាត់សត្វល្អិតអីផ្សេងគឺយើងមួយឆ្នាំយើងទិញថ្នាំពុលនឹងយកមកប្រើទិញគីមីមកប្រើសាបព្រោះរាប់លានតោនរាប់លានតោនក្នុងមួយឆ្នាំដែលធ្វើឲ្យប៉ះពាល់ទៅដល់គុណភាពពិតធម្មជាតិពិតរបស់ខ្មែរយើងដូច្នេះដល់ពេលវេលាដើម្បីវិលត្រឡប់ទៅរកភាពត្រឹមត្រូវនៃធម្មជាតិពិតនៃទឹកដីរបស់យើងឡើងវិញហើយគឺយើងចាប់ដើមផ្លាស់ប្ដូរបញ្ឈប់នៅការប្រើគីមីថ្នាំពុលដូរទៅប្រើអ្វីដែលជាកត្តាធម្មជាតិយើងមិនអាចវិលទៅគោលការណ៍ធម្មជាតិពីបែបបុរាណបែបពី30-40ឆ្នាំមុនបានទេប៉ុន្តែយើងត្រូវងាកទៅរកការបច្ចេកវិទ្យានៃការផលិតបែបទំនើបដែលធ្វើឲ្យមានគុណភាពល្អទៅដល់បរិស្ថានទៅដល់គុណភាពដីគុណភាពដំណាំដល់គុណភាពរបបអាហាររបស់យើងនឹងឲ្យវិលត្រឡប់ទៅរកគោលការណ៍ធម្មជាតិវិញព្រោះមានតែធម្មជាតិទេដែលវាជាការពិតមានតែធម្មជាតិទេទើបយើងរស់នៅសុខុមាលភាពល្អរឹងមាំអាយុវែងធ្លាប់បានឮហើយថាខ្មែរយើងមានរូបមន្តពិសេសច្រើនណាដូចជាថ្នាំអាយុវែងថ្នាំបើកម្លាំងថ្នាំរក្សាវ័យមានទាំងអស់ប៉ុន្តែយើងមិនសូវគិតមិនសូវយល់មិនសូវការពារមិនសូវគ្រប់គ្រងគឺរូបមន្តនោះត្រូវបានបាត់ហើយមានរុក្ខជាតិមួយចំនួនគេបានយកពីប្រទេសយើងទៅប្រទេសគេផលិតជាឱសថផលិតជារបស់ហូបចុកហើយគេដឹកចូលមកលក់ឲ្យខ្មែរយើងវិញច្រើនដល់ពេលទេដែលយើងត្រូវមករួបរวมគ្នាអភិរក្សកសាងផលិតឲ្យត្រូវជាស្នាដៃមោទនភាពខ្មែរពិតខ្ញុំទៅដល់ទ្វីបអាហ្វ្រិកដែលកាលពីចុងឆ្នាំ2024ដើម្បីទៅទំនាក់ទំនងបើកទីផ្សារអង្គរនៅទីនោះឃើញថាប្រទេសយើងមានការហៅថារំលោភបៀតបៀនបាទគេហៅភាសាសាមញ្ញហៅថាស៊ីខ្សែលើមកលើខ្មែរយើងច្រើនណាដូចជាមានប្រទេសខ្លះគេនិយាយថាខ្មែរយើងមិនចេះធ្វើអីទេខ្មែរក្រខ្មែរអត់ចេះផលិតខ្មែរប្រើរបស់គេខ្មែរនេះខ្មែរនោះអីចឹងខ្ញុំឈឺចាប់ហើយខ្ញុំបាននិយាយដោយត្រង់ចំពោះរដ្ឋមន្ត្រីនៅប្រទេសកាមេរុនថាខ្ញុំកើតនៅលើទឹកដីនេះវត្តសាស្ត្រមកគឺរាប់ពាន់ឆ្នាំមកហើយដឹងតែធ្វើស្រែធ្វើចំការមករហូតតាំងពីប្រទេសខ្លះអត់មានប្រទេសទេអញ្ចឹងរឿងធ្វើស្រូវធ្វើស្រែដាំដំណាំនេះខ្មែរមានតាំងពីបរមបុរាណមកហើយប្រជាជនខ្ញុំបច្ចុប្បន្នមាន7-10លាននាក់ហើយមានផ្ទៃដីធ្វើស្រែជាង3លានហិកតាហើយផលិតបានជាស្រូវនឹងមួយឆ្នាំ10លានតោនស្រូវហើយជាក់ស្ដែងប្រទេសខ្ញុំនាំអង្គចេញបានតែមិនដល់1លានតោនផងការនាំចេញអង្គអញ្ចឹងប្រជាជនខ្ញុំក៏7-10លាននាក់ហូបស្រូវនេះអត់អស់ទេហើយលក់បានតែ1លានតោនថា1លានតោនដល់ចុះប្រហែលលានតោនទៀតបាត់ទៅណានោះគឺដោយសារយើងលក់ស្រូវឲ្យគេហើយគេយកស្រូវយើងទៅកិនហើយនាំអង្គចេញហើយគេដាក់ថាផលិតអង្គរបស់គេ
Chẳng bực khmai và lật sâu ban đọc liên táo nút ông có việc bầm bay liên táo có đây bầm bay liên táo và chỉ chun khmai hộp ở đó hay mà anh miền nào hôm có mà năm mà liên táo mà liên táo này chẳng chẳng vậy tha p là cái đạp ấy cái vô chẳng bờ bờ tây Obama đã Việt Nam tình sâu bị khmai bàn bầm liên táo chẳng bực cần chừng có và hai phèm liên táo chẳng còn thằng co vô bị khmai đó phèm liên táo bột châu bầm hai bầm một đồng tới Việt Nam nòm ông co tranh từ lơ bị phục lốp ban ở đập môi liên tàu chọp lịch vì lơ bị phục lốp ở tòa pin đìa cho bởi dựng độ pram liên tàu trường co mai tranh nhau vĩnh xua tha ta bờ tây Việt Nam chọp trong nạt lịchประมาณในการนอมองกอtranhទី2មោទនភាពជាតិខ្មែរដែលមិនអាចបដិសេធបានហើយពិភពលោកគេព្រមទទួលស្គាល់ថាខ្មែរជាប្រទេសដែលផលិតអង្គរឆ្ងាញ់ជាប់លេខ1លើពិភពលោក3ចំនួនគឺអង្គររំដួលអង្គររំដួលខ្មែរនេះប្រកួតជាប់លេខ1លើពិភពលោកហើយអង្គរដែលប្រកួតជាប់លេខ1លើពិភពលោកនេះមិនមែនអង្គរលេខ1នៅឡើយទេត្រឹមតែរំដួលនៅឡើយឯនៅសែនកោបនៅមលិនៅស្អីទៀតជាច្រើនដែលជាអង្គរអត្តសញ្ញាណរបស់ជនជាតិយើងរបស់ប្រទេសជាតិយើងដែលពិភពលោកព្រមទទួលស្គាល់ហើយឲ្យពានរង្វាន់អង្គរលេខ1លើពិភពលោកគឺអង្គររំដួលរបស់ខ្មែរយើងប្រកួតលើកណាក៏នៅតែជាប់លេខ1តែយើងវិលត្រឡប់មកវិញថាយើងទៅប្រកួតបានពានរង្វាន់លេខ1ក៏ពិតមែនប៉ុន្តែត្រឡប់មកវិញតើជនជាតិនេះបានហូបអង្គរឆ្ងាញ់នៅខ្លួនឯងហើយឬនៅទាំងអស់ហ្នឹងសិតតែជាចំណុចដែលគួរគិតពិចារណាទាំងអស់គ្នាហើយវិលត្រឡប់គ្រាន់តែមកធ្វើរឿងហ្នឹងផលិតតែពូជរំដួលលក់ក៏យើងល្បីដែររាល់ថ្ងៃមានចាប់ដើមយើងយកពូជពីគេមកច្រើនណាពូជ OM ទៅពូជនេះពូជនោះហូហែទៅអូគេលក់តែពូជក៏គេធ្វើអ្នកមានបានដែរតែយើងនេះទៅទិញពូជគេហើយលក់ស្រូវឲ្យគេលាក់ចឹងហើយបានគម្រោងទាំងអស់ហ្នឹងយើងរៀបចំឡើងដើម្បីចូលរួមចំណែកជាមួយនឹងសង្គមជាតិយើងនេះដើម្បីស្ដារពង្រឹងពង្រីកអភិវឌ្ឍដើម្បីផលិតបានទី1គឺដើម្បីបងប្អូនយើងទទួលបាននៅអាហារដែលមានគុណភាពអាហារដែលសុវត្ថិភាពដែលមានប្រភពច្បាស់លាស់អាហ្នឹងមុនគេកុំឲ្យយើងថាងទៅនាំទៅអឺរ៉ុបគេត្រូវធួតពិនិត្យជាតិគីមីកាកសំណល់គីមីក្នុងអង្គរហើយយើងធ្វើតម្រូវគេដើម្បីលក់ឲ្យល្អឲ្យគេតែដល់ពេលយើងរស់នៅយើងហូបអាដែលមានគីមីហូបដែលមានថ្នាំពុលហូបរបស់ដែលគ្មានគុណភាពហូបរបស់ដែលហួសដេឡេលាក់អត់ទេបងប្អូនគិតពិចារណាឡើងវិញបងប្អូនត្រូវគិតឡើងវិញខ្ញុំគិតថាខ្មែរយើងមានអីដែលពិភពលោកអត់មានរឿងវិធីសាស្ត្រដើម្បីរស់នៅឲ្យមានសេចក្តីសុខភាពល្អសម្រស់ស្រស់ស្អាតក្មេងជាងវ័យអាយុវែងខ្មែរមានហ្មងមានរូបមន្តមានក្បួនតាំងពីបុរាណមកតែម្ដងណាអត់ហេងសយទេនៅខ្ញុំក៏មានដែរក្បួនបុរាណដែលនាំឲ្យអាយុវែងហ្នឹងមានបាទនៅខ្ញុំតែម្ដងហើយខ្ញុំផលិតវាទៀតប៉ុន្តែគ្រាន់តែថាអារម្មណ៍វាមិនសូវឲ្យតម្លៃហ្នឹងគឺត្រឹមត្រូវហើយឥឡូវនេះប៉ុន្តែពេលវេលានេះគឺជាពេលវេលាដ៏សមរម្យដែលបងប្អូនវិលត្រឡប់មកគ្រប់គ្រងនៅការផលិតគ្រប់គ្រងនៅស្នាដៃគ្រប់គ្រងនៅអ្វីដែលជារបស់ខ្លួនឯងអ្វីដែលខ្លួនឯងមានហ្នឹងត្រូវមកមោទនភាពគ្រប់គ្រងឡើងអញ្ចឹងដើម្បីយើងគ្រប់គ្រងក្នុងរឿងហ្នឹងនៅក្នុងគោលការណ៍របស់យើងដើម្បីឲ្យវាទៅរួចគឺយើងត្រូវតែរួមចំណែកចែកចម្លែកនៅរាល់ចំណេះដឹងល្អហ្នឹងដល់គ្នាទាំងគ្នាយើងបង្កើតជា Agro Academy ហ្នឹងជាកន្លែងមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាមណ្ឌលបណ្ដុះបណ្ដាលអប់រំចំណេះដឹងដូចបងប្អូនយើងរាល់ថ្ងៃជួនកាលធ្វើអីបានល្អលាក់គ្នាអស់លីងខ្លាចគេធ្វើបានដែរខ្ញុំអត់យល់ថាមិនបានយើងទៅគិតអញ្ចឹងគេអោតែធ្វើបានដើម្បីគេចែកចម្លែកពេលគេចែកចម្លែក
ពេលគេចែកម្លែកវាមានគុណតម្លៃនៃការចែកម្លែកហើយគុណតម្លៃនៃការចម្លែកម្លែកគឺបានផលត្រឡប់មកវិញអីខ្លះណាធ្វើឲ្យជនជាតិយើងផលិតបានល្អរីកចម្រើនចំណេញលុយទទួលបានការគ្រប់គ្រងណាមានការជឿជាក់លាក់ពេលដែលគេមកទិញរបស់យើងគេមើលឃើញថាយើងជាប្រទេសជាជនជាតិជាប្រទេសដែលមានដំណើរទានហើយផលិតបានល្អហើយដល់ពេលយើងធ្វើទៅលាក់គ្នារាវរហូតវែងរហូតអាហ្នឹងយើងគួរតែគិតពិចារណាឡើងវិញដល់ពេលវេលាដែលយើងត្រូវធ្វើអីល្អយើងចែកអ្វីដែលមិនល្អក៏យើងចែកតែចែកនៅក្នុងគោលបំណងនៃការរៀនសូត្រពីគ្នាទៅវិញទៅមកបាទមិនមែនចែកចម្លែកក្នុងការមោទនភាពប្រមាថមើលងាយគ្នាមិនឲ្យតម្លៃគ្នាមិនមែនទេយើងចាប់ដើមយល់ពីតម្លៃនៃជីវិតយល់ពីតម្លៃនៃឈាមជ័រយល់តម្លៃនៃមនុស្សជាតិបាទអាហ្នឹងសំខាន់